ស្ងាត់លោកហ៊ុនម៉ាណីរៀបការភរិយាថ្មីស្ងាត់លោកឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបុត្រាទី4សម្ដេចនាយកហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលមានអាយុគម្រប់42ឈានចូល43ឆ្នាំនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានរៀបការភរិយាថ្មីបង្កការចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គមព្រោះកន្លងមកបណ្ដាញលេចលឺព័ត៌មានណាឲ្យដឹងថាលោកហ៊ុនម៉ាណីនិងលោកជំទាវយឹមឆៃលីនដែលជាភរិយាមុនមានកូនប្រុសស្រីចំនួន3នាក់នោះបានលែងលះគ្នាតាំងពីពេលណានោះទេតែនៅថ្ងៃទី25និងទី26ខែវិច្ឆិកា2025នេះទើបឃើញនៅតាមបណ្ដាញសង្គមនានាមានការបង្ហោះព្រោងព្រាតពីពិធីមង្គលការលោកហ៊ុនម៉ាណីដែលបានក្លាយជាកូនកំលោះគួរឲ្យភ្ញាក់ផ្អើលបង្កើតឲ្យមានចម្ងល់គ្រប់គ្នានៅក្នុងឱកាសនេះដែរគេក៏ឃើញលោកជំទាវយឹមឆៃលីនអតីតភរិយាមុនរបស់លោកហ៊ុនម៉ាណីក៏បានចូលរួមក្នុងពិធីមង្គលការនេះដែរដែលបានធ្វើខ្លួនយ៉ាងស្រស់ស្អាតដូចក្រមុំដែលធ្វើឲ្យមានការចាប់អារម្មណ៍ថាហេតុអីបានជាលោកជំទាវធ្វើរឹកពីយ៉ាងសប្បាយរីករាយទៅវិញខណៈដែលប្តីមានឋានៈដល់ឧបនាយករដ្ឋមន្ត្រីបានរៀបការគូថ្មីនិងក្នុងពេលដែលលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតរក្សាភាពស្រគត់ស្រគំសូមជម្រាបថានៅក្នុងគូជីវិតលោកហ៊ុនម៉ាណីនិងលោកជំទាវយឹមឆៃលីនមានកូនប្រុសស្រីចំនួន3នាក់ជាចំណងដៃឥឡូវនេះហ៊ុនម៉ាណីនិងភរិយាថ្មីបានចាប់ដៃគ្នាចូលពិធីមង្គលការដោយមានភរិយាថ្មីមានឈ្មោះថាឆាយថងឌីមិនដឹងថាជាកូនចៅលោកណានោះទេគ្រាន់តែដឹងថាអ្នកខេត្តបាត់ដំបងតែប៉ុណ្ណោះ